ចោហ៎គិរីតើឈប់គេនោះជាគិរីចាប់ឲ្យបានក្រាបទូលព្រះអង្គកាលពីម្សិលមិញមានចោរដ៏ល្បីល្បាញម្នាក់មានឈ្មោះថាគិរីគេបានចូលលួចក្នុងវិមានរបស់ចៅហ្វាយស្រុកតែទោះបីអ្នកយាមខំតាមចាប់គេយ៉ាងណាក៏ដោយក៏នៅតែអាចរត់គេចខ្លួនបានយ៉ាងងាយចោរនេះថ្លាមធំមែនអ្នកយាមរបស់យើងសុទ្ធតែបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញនៅតែមិនអាចចាប់គេបានទៀតបើតាមការស៊ើបអង្កេតរបស់ទូលព្រះបង្គំទោះបីគេជាចោរក៏ដោយតែប្រជាជនស្រឡាញ់ចូលចិត្តគេណាស់ជាពិសេសពួកគេតែងតែជួយឲ្យគិរីលាក់ខ្លួននិងគេចខ្លួនដូច្នេះហើយយើងពិបាកចាប់គេណាស់មានរឿងចឹងផងតែទូលព្រះបង្គំបានរកឃើញកន្លែងរស់នៅរបស់គេហើយក្រាបទូលព្រះអង្គសូមព្រះអង្គរាជានុញ្ញាតឲ្យទូលព្រះបង្គំដឹកនាំទាហានដ៏ចំណានដើម្បីទៅចាប់គេឲ្យបានក្រាបទូលរឿងនេះអីក៏ចម្លែកម្លេះច្បាស់ជាមានអ្វីនៅពីក្រោយហើយយប់នោះព្រះមហាក្សត្រតែងខ្លួនជាគ្រូបង្រៀនក្រីក្រម្នាក់ដើរកាត់ទីក្រុងដែលមន្ត្រីបានទូលថាជាកន្លែងរស់នៅរបស់គិរីព្រះមហាក្សត្របានយាងទៅកាន់ផ្ទះរបស់គិរីហើយបានជួបគេលោកជានរណាខ្ញុំជាគ្រូបង្រៀនម្នាក់នៅម្ដុំនេះជិតដល់ថ្ងៃចូលឆ្នាំហើយខ្ញុំគ្រោងថានឹងទៅលេងស្រុកតែប្រាក់ដែលខ្ញុំមានទាំងបាល់ម៉ានត្រូវបានចោរប្លន់អស់ហើយអនុញ្ញាតឲ្យខ្ញុំស្នាក់នៅទីនេះមួយយប់សិនបានទេស្អែកឡើងខ្ញុំនឹងចេញទៅវិញហើយចូលមកអញ្ចឹងនិយាយអញ្ចឹងចាំខ្ញុំឲ្យប្រាក់ទៅលោកខ្លះដើម្បីជាសហុយគ្រាន់ទុកធ្វើដំណើរផ្ទះលោកដូចជាមិនសូវធូរធារអីដែរទេលោកជួយខ្ញុំបានយ៉ាងម៉េចលោកទុកជារឿងអត់កំបាំងបានទេខ្ញុំគិរីជាចៅខ្ញុំអាណិតលោកក្នុងស្ថានភាពបែបនេះគិរីបាទនឹងហើយតែខ្ញុំគ្រាន់តែយកទ្រព្យទាំងនោះពីអ្នកមានទៅជួយអ្នកក្រតែប៉ុណ្ណោះហើយម្យ៉ាងវិញទៀតទ្រព្យទាំងនោះជារបស់ទ្រព្យល្មើសច្បាប់ទើបខ្ញុំលួចខ្ញុំមិនដែលប៉ះពាល់នឹងមនុស្សស្លូតត្រង់ទេតើលោកដែលស្គាល់អ្នកមានណាដែលសាងអំពើអាក្រក់ដែរទេបើដឹងជួយប្រាប់ខ្ញុំផងមានហាងគ្រឿងអលង្ការមួយនៅខាងត្បូងក្រុងខ្ញុំឮថាគេមានណាស់មិនអាចទេពួកគេខិតខំធ្វើការណាស់ដើម្បីទទួលបានទ្រព្យទាំងនោះពួក